ការប្រកួតរវាងសែនរ៉ាឌីបាទហើយប្រទេសខ្មាំងប្រកួតជាមួយនឹងកីឡាកររបស់ថៃដែលនងព្រួងបាទដែលនងព្រួងឬក៏គេមានហាសនារបស់គេគឺអ្នកបដាល់មុខខ្មោចភ្នែកបួសទឹកទី1ចលោគ្នាទៅវិញទៅមកសិនក៏ប៉ុន្តែមើលទៅកីឡាករថៃបាទអត់មានត្រឡប់ចលោគ្នាច្រើនទេទឹកទី1គេដើរចូលវាយវាយស្ដាំបិទភូមិជាប់ស្ដាំវាយសងវិញដោយរ៉ាឌីអ្នកស្ដាំតែមួយទៀតស្ដាំម្ដាយរបស់នងព្រួងចូលវាយស្ដាំចូលចាប់គៀបកចាប់កាច់លោកផាន់ផាណាតចាប់បំបែកអ្នកស្ដាំដោយនងព្រួងតាមសងមកវិញដោយរ៉ាឌីតើចូលទាត់វិញខាងក្រោមចាប់កកចាប់កកកាច់ទៅមកជង្គង់ស្ដាំតែមទៀតលោកផាន់ផាណាសម្រួលអំពីបកដាសៃវាប្រគួតបន្តទៀតដាំម្ដាយទាត់ស្ដាំសងវិញដោយរ៉ាឌីដាំដោយនងព្រួងដាំដោយរ៉ាឌីទាត់ស្ដាំសងវិញចូលចាប់អោបប្រគួតបន្តទៀតអ្នកស្ដាំទាត់ស្ដាំសងមកវិញបាទដល់ចូលចាប់អោបកកជង្គង់ឆ្វេងសងវិញរ៉ាឌីជង្គង់ឆ្វេងសងទៀតបាទវាយឆ្វេងតែស្ដាំទាត់ស្ដាំដោយតែរ៉ាឌីនងព្រួងដើរចូលញាក់ស្មាជង្គង់ឆ្វេងអូយទឹកទី1មកជង្គង់4 5 6 7 8 9 10បាទរូបភាពយឺតស្ដាយថ្មីម្ដងទៀតជង្គង់ឆ្វេងបាទមុនដំបូងអត់ឈឺដល់បាទទៅពេលដែលឈឺចាប់គឺដួលតែម្ដងបាទមុននឹងបន្តិចគឺខ្ញុំបាននិយាយជាមួយលោកចិនម៉ាឌីណាទឹកទី1គឺពិតជាទឹកទី1មែនរូបភាពយឺតសាច់ថ្មីម្ដងទៀតបាទការអុកមកជង្គង់ឆ្វេងចូលពោះទស្សនិកជនជាទីមេត្រីលទ្ធផលនៅក្នុងការប្រកួតនេះត្រឹមតែទឹកទី1តាមរយៈការផ្ដួលគូប្រកួតមិនឲ្យតបាន TKO ជ័យជំនះបានទៅលើកីឡាករកម្ពុជាមកទះខ្មាំងសែនរ៉ាឌី